Đom lai a kis ní lời crom tóc nâng poloko qua chấm niên chỉ ốp sạในการวินิយោគនៅកម្ពុជាបើយោងតាមគេហទំព័រ AFE បានចុះផ្សាយថាធនាគារអភិវឌ្ឍន៍អាស៊ីនិងធនាគារពិភពលោកទើបតែបានចេញរបាយការណ៍រួមគ្នាមួយនៅថ្ងៃអង្គារម្សិលមិញនេះស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជាឆ្នាំ2014របាយការណ៍នេះបានរកឃើញថាតម្លៃអគ្គិសនីខ្ពស់ការចាយលុយក្រៅផ្លូវការនិងកង្វះពលករជំនាញគឺជាឧបសគ្គធំ3សម្រាប់ការវិនិយោគនៅកម្ពុជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងពីរនេះបានស្នើឲ្យកម្ពុជាលើកចេញនូវឧបសគ្គទាំង3ដើម្បីបង្កើតបរិយាកាសថ្មីសម្រាប់ការវិនិយោគគេហទំព័រដដែលនេះបានបង្ហាញឲ្យដឹងទៀតថាតម្លៃអគ្គិសនីខ្ពស់ការចាយវាយក្រៅផ្លូវការនិងពលករខ្វះជំនាញបានបង្កឧបសគ្គធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគទុននេះគឺជាខ្លឹមសារនៃរបាយការណ៍វិតម្លៃអំពីបរិយាកាសវិនិយោគឆ្នាំ2014របស់ធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីដែលចេញផ្សាយនៅថ្ងៃអង្គារទី$28របាយការណ៍ក៏សម្គាល់ថាអគ្គិសនីនៅកម្ពុជាមិនគ្រាន់តែមានតម្លៃខ្ពស់ជាងប្រទេសជិតខាងប៉ុណ្ណោះទេប៉ុន្តែថែមទាំងគ្រប់គ្រងមិនបានជាប់លាប់ទៀតផងជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំណែកឯក្រុមហ៊ុនចុះបញ្ជីជាច្រើនបានអះអាងថាការបង់ប្រាក់ក្រៅផ្លូវការនិងកង្វះពលករជំនាញក៏ជាឧបសគ្គដ៏ធំចំពោះការធ្វើអាជីវកម្មនៅកម្ពុជាផងដែរអ្នកសេដ្ឋកិច្ចជាន់ខ្ពស់របស់ធនាគារពិភពលោកបានកត់សម្គាល់ថាតម្លៃពលកម្មថោកការអនុគ្រោះពន្ធនាំចូលទៅកាន់សហភាពអឺរ៉ុបនិងកម្មវិធីបន្ធូរបន្ថយពន្ធរបស់រដ្ឋាភិបាលជាដើមគឺជាកត្តាទាក់ទាញអ្នកវិនិយោគទុនបរទេសឲ្យចូលមកកម្ពុជាក៏ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវលើកចេញឧបសគ្គធំៗដែលរារាំងការវិនិយោគរបស់ពួកគេស្ថាប័នហិរញ្ញវត្ថុអន្តរជាតិទាំងពីរនេះបានផ្ដល់អនុសាសន៍ថាដើម្បីឲ្យតម្លៃអគ្គិសនីថោកកម្ពុជាគួរសម្លឹងមើលការទាញយកធម្មពលអគ្គិសនីប្រភពផ្សេងនិងការធ្វើប្រសើរឡើងនៅកិច្ចព្រមព្រៀងជាមួយប្រទេសជិតខាងក្រៅពីនោះការកាត់បន្ថយជំនួបដោយផ្ទាល់រវាងវិនិយោគិនជាមួយមន្ត្រីរដ្ឋាភិបាលតាមរយៈការប្រើប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតនិងប្រព័ន្ធទិន្នន័យគយស្វ័យប្រវត្តិគឺជាមធ្យោបាយកាត់បន្ថយពេលវេលានិងការចំណាយរបស់វិនិយោគិន